Rương ráo chập đàm láng nơ bệ đài bẹ bạt ong khmai mùi ong, krong riek nơ mô hà nơ cổ. Nia bê nú, miên hao ra mà nẹ bàn tì thá, nâng miên nhẹ miên buôn mà nẹ cợt một đồn đóm rị sầm bạch. Đầy cái phai khláy, đách có bàn bằng chia oi kê sầm lắp sạch trầy miên tây bố tiếng óc nơi khăn nông nô cổ. ក្នុងចំណោមនោះមានមហាសីម្នាក់ដែលមានផ្ទៃពោះបានភៀសខ្លួនទៅលាក់ខ្លួននៅក្នុងព្រៃហើយបានប្រសូតបុត្រាម្នាក់ដោយសារខ្លាចទ័ពដេញតាមទាន់មេត្តាក៏បានយកបុត្រទៅលាក់ក្នុងកំពតព្រៃរួចខ្លួនឯងក៏ត្រូវទ័ពចាប់បាននិងធ្វើឲ្យគុតទៅ កុមារតូចនោះមិនស្លាប់ឡើយខនិតពេលបាតបសេះដេញតាមរកមានសត្វឥន្ទ្រីធំមួយបានហោះមកក្រាបគ្របពីលើកុមារនោះដើម្បីបាំងកម្ដៅថ្ងៃនិងការពារមិនឲ្យពួកកងទ័ពនោះមើលឃើញក្រោយមកមានតាចាស់ម្នាក់ឈ្មោះថាតាកហេបានមកជួបកុមារតូចនោះក្នុងកំពតព្រៃហើយក៏បានយកកុមារតូចនោះទៅចិញ្ចឹមបីបាច់ថែរក្សាដោយកូនបង្កើតក្រោយមកតាហេបានបញ្ជូនព្រះអង្គបក្សីចាំក្រុងឲ្យនៅរៀនមន្តវិជ្ជាការវិតមុនជាមួយនឹងតាអីសីម្នាក់នៅក្នុងរូងភ្នំអស់រយៈពេលយូរឆ្នាំនៅពេលបក្សីចាំក្រុងពេញវ័យស្ដេចសោយរាជ្យបន្តនៅតែមានការសង្ស័យនឹងតាមរកព្រះបុត្រាឈ្មោះថាបក្សីចាំក្រុងនោះដដាល ក្នុងអំឡុងពេលភៀសខ្លួនមានសេះសមួយដែលមានវេទមន្តខ្លាំងពូកែបានរត់ចេញមកជួយបង្វែរដានពួកកងទ័ពនោះកុំឲ្យរកឃើញព្រះអង្គនេះបញ្ជាក់ថាបក្សីចាំក្រុងពិតជាអ្នកមានបុណ្យពិតប្រាកដ ព្រះអង្គទ្រង់បានឈរផ្អែកនៅដើមឈើធំមួយនិងសូត្រនៅមន្តគាថាបំបាំងកាយហ្វឹងសັບជាច្រើនបានហត់ចេញមកជួយព្រះអង្គប្រែជាស្រមោលខ្មៅងងឹតបំបាំងកាយព្រះអង្គចេញពីពួកកងទ័ពនោះមួយរំពេចបារមីខ្លាំងពូកែទៀតផងប្រជារាស្ត្រនិងមន្ត្រីដែលដឹងថាព្រះអង្គបក្សីចាំក្រុងជាអ្នកមានបុណ្យពិតប្រាកដក៏បានដង្ហែទ្រង់មកឡើងក្រុងរាជសម្បត្តិបន្តអំឡុងពេលនោះព្រះអង្គបានសាងប្រាសាទមួយដើម្បីទុកជាការគោរពដឹងគុណដល់តាកហេនិងសត្វឥន្ទ្រីដែលបានជួយដល់ទ្រង់ក្នុងវ័យកុមារភាពរហូតដល់ធំពេញវ័យរឿងបក្សីចាំក្រុងសន្មតថាចប់ដោយបរិបូរណ៍សូមអរគុណដែលបានទស្សនារឿងមួយនេះដល់ចប់